a.m. tomorrow when does your plan arrive អញ្ចឹងកន្លែងនេះគឺយើងបញ្ជាក់ពីពេលវេលាបែបកាលវិភាគក្នុងថ្ងៃអនាគត when does your plan arrive តើ plan របស់អ្នកនោះគឺមកដល់នៅពេលណា at 3:35 p.m. on Friday អញ្ចឹងអានេះគឺតកតទៅនឹងកាលវិភាគមួយទៀត present continuous arrangement present continuous សម្រាប់បញ្ជាក់ពីការរៀបចំ when we talk about an arrangement in near future we use present continuous tense នៅពេលដែលយើងនិយាយអំពីការរៀបចំនៅជិតអនាគតយើងអាចប្រើ present continuous បានដែរឧទាហរណ៍ what are you doing tonight we are going to the cinema អញ្ចឹងគេចង់សួរតើអ្នកកំពុងតែធ្វើអ្វីគឺជាការរៀបចំពួកយើងនឹងទៅរោងភាពយន្តរោងកុនបាទ I'm meeting my brokers on Thursday ខ្ញុំកំពុងតែណាត់ជួប my broker នៅថ្ងៃប្រហ័សវាគឺជាការរៀបចំការណាត់ជួបជាមួយដៃគូយើងម្ខាងទៀតអញ្ចឹងអានេះគឺឲ្យយើងនេះទេគេមើល going to future តើយើងប្រើ going សម្រាប់ធ្វើអីwe use going to future when we already decide to do something in the future តែចាំថាយើងប្រើ going សម្រាប់បញ្ជាក់សកម្មភាពដែលយើងបានរៀបចំនៅក្នុងអតីតកាលប៉ុន្តែយើងរៀបចំបែបអនាគតឧទាហរណ៍ថា I'm going to buy a new computer អញ្ចឹងខ្ញុំនឹងទិញcomputer ថ្មីមួយ I have decided to buy a new computer មានន័យថាគេបានសម្រេចចិត្តរួចហើយមុននឹងគេនិយាយគេថាសម្រេចចិត្តនឹងទិញ computer ថ្មីមួយ He is not going to help you គាត់នឹងមិនជួយអ្នកទេ He doesn't like you គាត់មិនចូលចិត្តអ្នកឃើញណាអញ្ចឹងនេះគឺជាការបែបការសម្រេចចិត្តនៅក្នុងអតីតកាលរៀបចំនៅក្នុងអតីតកាល Are you going to give me my money back soon តើអ្នកនឹងផ្ដល់លុយឲ្យខ្ញុំមកវិញឆាប់ដែរឬទេបាទអញ្ចឹងហើយតើតើនឹងការរៀបចំយើងមើល to be plus going to plus verb infinitive នេះតើតើទៅនឹង going to មួយទៀត going to future នៅពេលយើងប្រើ going to future នៅពេលយើងចង់ when we know that something is about to happen អ្វីដែលវានឹងកើតឡើង Look at that black cloud it's going to rain ជាពីផុសតាមើលណាវានឹងភ្លៀងឆាប់ដោយសារយើងជាពីផុសតា Oh dear it's 9 o'clock I'm going to miss my bus Okay មួយទៀត what a day make this going to be expensive អញ្ចឹង to be plus going to plus verb អញ្ចឹងចប់ហើយអ្នកនរគ្នាសូមអរគុណ